ព្រឹកនេះមកបែបប្រាំងជន់ជាតិអាគាំងណាបងប្អូននេះចានេះសាច់គោខ្ញុំទិញសាច់គោនឹងចេតនាថាយកមកស្លម្ជូរគ្រឿងតែនឹកឃើញក៏យកមកកិនជាមួយម៉ាស៊ីននឹកឃើញតែមើលចង់សាកធ្វើស្នូនំប៉័ង burger ណាចាប៉ុន្តែអត់មាននំប៉័ង burger មានតែនំប៉័ងជ្រុងអញ្ចឹងតាមតាណានឹងតែចាកិនវាហើយខ្ញុំក៏ថែមម្សៅឆាប៉ុន្តែខ្ញុំឃើញរូបមន្តគេដូចជាថែមម្សៅពោតតែយើងអត់មានម្សៅពោតយើងផាម្សៅឆាឥឡូវ snowball នេះខ្ញុំដាក់រួចរាល់ខ្ញុំមកធ្វើ mayonnaise ពងមាន់2គ្រាប់ខ្ញុំដាក់ជាមួយនឹងប្រេងឆាក្រូចឆ្មាអំបិលបន្តិចស្ករហើយវាយវាប្រហែលជា5នាទីទៅមានណាបងប្អូនចេញ mayonnaise មែនខ្ញុំអរគុណអ្នកដែលធ្វើនៅក្នុងFacebook ណាតែគាត់បង្ហាញពីរបៀបធ្វើ mayonnaise ងាយចានេះបងប្អូនឃើញអត់ងាយចុងណាហើយស្រួលរួចរាល់បាត់ mayonnaise របស់នាងខ្ញុំអញ្ចឹងនាងខ្ញុំក៏ចាក់វាដាក់ទៅក្នុងចានទៅដើម្បីយើងត្រៀមសម្រាប់ហូបស្អែកនឹងតែម្ដងចាឥឡូវព្រលឹមឡើងហ្នឹងងើបមកក៏ដាក់ចៀនពងទា2គ្រាប់ចាយើងដាក់មានពងទាមាននំប៉័ងមានmayonnaiseមានទឹកប៉េងប៉ោះអីចឹងទៅណឲ្យដូចគេនៅប្រាំងអីចឹងតែវាគ្មានទៅដូចអីទេវាកាត់រសជាតិទឹកបែបខ្មែរយើងហ្នឹងបងប្អូនចាប៉ុន្តែវាប្លែកមកដែរយូរយើងធ្វើហូបម្ដងចឹងទៅពីព្រោះដោយបងប្អូនដឹងស្រាប់នេះយើងនៅប្រទេសយើងគ្មានអីឆ្ងាញ់ជាងបាយសាច់ជ្រូកបបរគ្រឿងឬក៏គុយទាវឆាអីចឹងគុយទាវកាត់អីចឹងទេចាធ្វើឲ្យទៅហូបអញ្ចឹងរាល់ថ្ងៃងាប់អីធាត់ក៏ម៉ាប់ដូចអាគាំងហើយប៉ុន្តែហូបនំប៉័ងច្រើនពេកក៏វាមិនសូវល្អដែរព្រោះប៉ះពាល់ដោយសារនំប៉័ងវាមានជាតិមេនំប៉័ងហើយអ្នកណាមានបញ្ហាទឹកនោមផ្អែមឬក៏មានជាតិស្ករឡើងខ្ពស់អីចឹងគាត់អត់អាចហូបវាជាប្រចាំទេចាវាបានតែយូរម្ដងអីចឹងទៅសំបីខ្ញុំក៏អត់មានទឹកនោមផ្អែមប៉ុន្តែខ្ញុំអត់ចូលចិត្តហូបវារាល់ថ្ងៃដែរនឹងយូរហូបម្ដងអានឹងអូខេចាហើយនេះឈានពងទារួចរាល់ហើយដំបូងថាឈានតែ2គ្រាប់តែដល់ពេលនឹកឃើញម្ដងទៀត2គ្រាប់ហ្នឹងប៉ាមួយម៉ាក់មួយចុះខ្លួនឯងឲ្យកូនផងអីផងមិនអត់ឲ្យគ្នាញ៉ាំផងអីចាអញ្ចឹងក៏ជៀនថែមទៀតទៅចាបងប្អូនហើយស្រួលទេបានកូនខ្ទះនេះមួយវាអត់ជាប់ខ្លាញ់ប្រើតន្តិចអីចឹងណាទិញបានកូនខ្ទះលយហើយឥឡូវជៀនពងទាហើយមកចាប់ដាក់ជៀនសាច់គោដែលខ្ញុំបានកិនទុកហ្នឹងខ្ញុំជៀនវាដុំចឹងទៅចាដើម្បីយើងញ៉ាំជាមួយនឹងនំប៉័ងចានេះបងប្អូនអានេះជាអាហារពេលព្រឹកមួយដែលយើងហូបទៅជួយដល់សុខភាពរបស់យើងហើយខាងបងប្អូនធ្វើអាហារពេលព្រឹកបែបណាដែរចាខ្ញុំចេះតែរននឹកធ្វើចេបជប់ហើយខ្ញុំមិនដឹងទេចាបងប្អូនធ្វើមិនឲ្យតែឆ្ងាញ់តែដាក់តែស្ករប៊ីចេងអំបិលឲ្យតែឆ្ងាញ់តែបើថាឲ្យល្អមើលដូចគេមិនល្អមើលទេបងប្អូនចាមើលទៅទ្រង់ទ្រាយសាច់ដែលខ្ញុំសកត់ទៅវាតប៉ែតឡែតអីចឹងទៅវាអត់មូលអត់ស្អាតដូចគេធ្វើអីចាណាចាឥឡូវឆ្អិនមួយខាងប្រែមួយខាងអីចឹងទៅយើងធ្វើមិនឲ្យវាឆ្អិនល្អទៅពីព្រោះដោយសារយើងនៅខាងហើយគ្រួសារខ្ញុំនេះគឺមិនសូវចូលចិត្តទេអានៅឈាមតិចហ្នឹងចូលចិត្តអាឆ្អិនអីចឹងណាបងប្អូនចា